ឡាការកម្ពុជាបដិសេធសំណើសុំស្រូបទោសរបស់លោកថាច់សិដ្ឋាអនុប្រធានគណៈបកភ្លើងទៀនបាទនៅព្រឹកថ្ងៃនេះគឺលីកាដូក៏បានរាយការណ៍ដែរថាតុលាការកម្ពុជាសម្រេចបដិសេធសំណើសុំរបស់លោកថាច់សិដ្ឋាអនុប្រធានគណៈភ្លើងទៀនគណៈបកភ្លើងទៀនដែលស្នើសុំឲ្យតុលាការអនុវត្តទោសដោយនីតិវិធីស្រូបទោសនោះការស្នើសុំលើនីតិវិធីស្រូបទោសនោះគឺដើម្បីឲ្យលោកអាចអនុវត្តទោសពន្ធនាគារលើសំណុំរឿងពីរផ្សេងគ្នាក្នុងពេលតែមួយទោះជាយ៉ាងនេះក្តីតុលាការបានសម្រេចបដិសេធលើសំណុំលោកវ៉ាឃីមត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ហើយចាប់ខ្លួននិងចោទប្រកាន់ខាងលើនេះគឺត្រូវធ្វើឡើងក្រោយពេលដែលលោកបញ្ចេញមតិជាច្រើនពាក់ព័ន្ធនឹងបញ្ហាសង្គមបាទលោកវ៉ាឃីមគឺជាអតីតព្រះសង្ឃមួយអង្គដែលគង់នៅវត្តឋានក្នុងរាជធានីភ្នំពេញរហូតដល់ខែតុលាឆ្នាំ2024មុនពេលដែលលោកចូលរួមជីវភាពនយោបាយជាមួយគណៈបកជំនាន់ថ្មីរបស់លោកមីកសវណ្ណារាក្នុងឋានៈជាអនុប្រធានក្រុមការងារគណៈបកខេត្តបាត់ដំបងបាទនេះគឺជាយោធាថៃគេអះអាងថាទាហានថៃឈរជើងលើកំពូលភ្នំទ្រាប់និងទប់មិនឲ្យទាហានខ្មែរឡើងលើចណ្ដើរនេះឡើងទេបងប្អូនថ្ងៃនេះទាហានថៃបង្ហោះរូបថតច្រើនសន្លឹកទៀតហើយមានទាំងអាចដាលដែលគេបំផ្លាញខ្ទេចខ្ទីអស់អាចដាលឡើងទៅភ្នំទ្រាប់ដែលទាហានខ្មែរធ្លាប់ឡើងនៅអាខ្សែរ៉តដើម្បីដាក់មានកត្រកមួយដើម្បីឡើងទៅលើភ្នំទ្រាប់ដាច់ខ្ទេចខ្ទីអស់ហ្នឹងគឺគេថតឲ្យមើលលោកម៉ែនណាតវិញលោកលេងនិយាយថាចេះលោកហ៊ុនសែនលើកទង់ជ័យសមុនចូលប្រកួតជុំវិញទស្សនៈអំពីករណីកិច្ចរបស់កម្ពុជាក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសលោកថានៅព្រឹទ្ធសភាថ្ងៃនេះលោកថាសម្ដីលោកហ៊ុនសែនបែបនេះមិនមែនជាគំរូដែលជាមេដឹកនាំប្រទេសគួរគិតគូរគួរនិយាយនិងគួរធ្វើនោះទេពីកម្ពុជារឿងតំបន់ព្រៃច័ន្ទនិងភូមិជោគជ័យនេះអត់ឲ្យថៃប្រើពាក្យថាកំតិចរុះរើនិងជំលះប្រជាពលរដ្ឋចេញពីតំបន់ហ្នឹងឯងឲ្យប្រើពាក្យថាសម្របសម្រួលការកាន់កាប់ប្លង់កម្មសិទ្ធិដីធ្លីអញ្ចឹងនៅក្នុងន័យថាខ្មែរប្រើពាក្យសម្របសម្រួលនៅភូមិព្រៃច័ន្ទហ្នឹងគឺពាក្យបង្កប់របស់ថៃគឺបានន័យថារុះរើវាយកំទេចនិងជំលះគ្រាន់តែថាខ្មែរមិនចង់ឲ្យប្រើពាក្យហ្នឹងថៃគេព្រមនៅក្នុងន័យថានេះចាំមើលខ្ញុំនិយាយពីរឿងថាយើងស្រែកជ័យខុសនៅពេលដែលមានកិច្ចព្រមព្រៀងឬក៏សេចក្តីថ្លែងការណ៍រួមអំពីការស្រោះស្រួលគ្នាមុននឹងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡឹមពួររឿងភូមិព្រៃច័ន្ទហើយនឹងព្រំប្រទល់ព្រំដែនសីមារបស់យើងម្សិលមិញនេះស្រាប់តែលោកហ៊ុនម៉ាណែតអ្នកនាំពាក្យសំទោសនាយករដ្ឋមន្ត្រីកម្ពុជាសរសេរសារមួយនៅលើបណ្ដាញសង្គមរបស់លោកអឺស្ងាត់តែមិនស្ងៀមបុគ្គលិកធនាគារម្នាក់ត្រូវបានគេចាប់ខ្លួនពីបទញុះញង់និងប្រមាថមន្ត្រីរាជការពាក់ព័ន្ធនឹងការបញ្ចេញមតិលើបណ្ដាញសង្គមនេះគឺជាការចាប់ខ្លួនលើកទី2ហើយថ្មីនេះបងប្អូនប្រហែលជានៅចាំហើយលោកណែអឺពូជលោកពូជដែលគេចាប់តែជាមគ្គុទ្ទេសក៍ទេសចរ